Ok, well មកជួបគ្នាសារជាថ្មីម្ដងទៀតនៅមេរៀន Microsoft Word អញ្ចឹងដំបូងឡើយគឺយើងចូលទៅកាន់គេហទំព័ររបស់យើងធម្មតាមកតមកទៀតយើងចូលទៅផ្នែកព័ត៌មានវិទ្យាហើយយើងfilter យក Microsoft Word ទៀតទៅ Microsoft Word អញ្ចឹងយើងមកមើលមេរៀនចុងក្រោយគេបន្តពីមេរៀនចំណុចទី20ពី Smart Art ថ្ងៃនេះយើងនឹងបន្តពី Smart Art ទៀតចូលទៅដល់ការរៀបចំនិងការ design ចរិតកិច្ចការដែលយើងសិក្សាអំពី header page number word art ហើយនិង drop tab បាទអញ្ចឹងនៅក្នុងនោះគឺយើងចូលទៅលើប៊ូតុង download ក៏បានមើលក៏បានយើងអាចចុចមើលទៅសិនករណីមើលវាតូចពេកយើង download មកគឺវារៀងធំបន្តិចអញ្ចឹងករណីយើងចង់ save យើងអាចចុចកន្លែងរូប save នេះទៅដាក់នៅលើ desktop របស់យើងណាបាទអញ្ចឹងយើងអាចដាក់កន្លែងណាក៏បានដែរដាក់លើ desktop ទៅអញ្ចឹងយើងអាចទៅបើកមើលនៅលើ file ហ្នឹងជា file desktop តែម្ដងបាទអញ្ចឹងមុននឹងចាប់ផ្ដើមសិក្សានៅមេរៀនថ្មីគ្រូសូមរំលឹកអំពីមេរៀនចាស់តិចបាទអញ្ចឹងអ្វីទៅគឺជា smart art ហើយ smart art និង shape ហ្នឹងវាខុសគ្នាយ៉ាងម៉េចណាបាទអញ្ចឹងយើងអាចធ្វើការគិតបន្តិចហើយធ្វើការឆ្លើយហើយចាំផ្ទៀងផ្ទាត់ចម្លើយជាមួយនឹងលោកគ្រូណាបាទអញ្ចឹង smart art ហ្នឹងគឺជាគេហៅថាពុំគំរូមួយដែលវាមានលក្ខណៈឆ្លាតវៃជាង shape ពីព្រោះ smart art មានន័យថាវាមានកន្លែងបង្កើតដោយស្វ័យប្រវត្តិហើយគោលបំណងនៃការបង្កើត smart art ហ្នឹងគឺអាចបង្ហាញជាលក្ខណៈ diagram បាទអាចបង្ហាញជាលក្ខណៈរូបភាពឬក៏ក្រាបអីផ្សេងៗដែលជួយសម្រួលឲ្យអ្នកដែលគាត់ធ្វើការបង្ហាញទៅកាន់អ្នកប្រើប្រាស់ហ្នឹងឲ្យវាងាយយល់ជាងការសរសេរអក្សរច្រើនស្កេសស្កាស់ណាបាទអញ្ចឹងជាទូទៅ Smart Art នេះគេប្រើច្រើនជាងបំផុតនៅក្នុង Microsoft PowerPoint ណាបាទអញ្ចឹងនៅក្នុង Word របស់យើងក៏ប្រើដែរគ្រាន់តែវាមិនសូវជាប្រើច្រើនណាបាទអញ្ចឹងលក្ខណៈរបស់ Smart Art និង Shape ហ្នឹងវាខុសគ្នាត្រង់ថា Shape យើងគូទៅយើងសរសេរអក្សរអីក្នុងហ្នឹងគូមួយបានតែមួយឯណាបាទនៅក្នុង Smart Art នេះគឺយើងគូវាមាន template ស្រាប់យើងគ្រាន់តែយករបស់គេហើយយើងកែយើងបន្ថែមអក្សរយើងលុបយើងផ្លាស់ប្ដូរគឺវា generate object ដែលជា shape ហ្នឹងឲ្យយើងទៅស្វ័យប្រវត្តិតែម្ដងបាទអញ្ចឹងលោកគ្រូឧទាហរណ៍ឲ្យមើលបន្តិចមុននឹងយើងចូលទៅដល់មេរៀនថ្មីណាអញ្ចឹងយើងត្រង់យើងចូលមកកាន់កន្លែង insert យក smart art មកណាបាទអញ្ចឹងយើងរើស template ណាមួយមកបាទនេះជាលក្ខណៈរបស់ template បាទបើសិនជាយើងមិនចង់បានទេយើងអាចការផ្លាស់ប្ដូរ layout នោះដោយយើងជ្រើសរើសយកមក layout ហើយយើងយក layout ណាមួយអញ្ចឹងជាទូទៅគ្រូយកអានេះដោយសារយើងស្រួលក្នុងការបញ្យល់លក្ខណៈមេកូនណាបាទអញ្ចឹងអានេះវាមានមេមានកូនទី1នេះគឺយើងចាត់ទុកថាមេអានេះជាកូនចៅបន្ទាប់បើអានេះយើងអាចថាប្រធានអនុប្រធានអានេះជាសមាជិកអញ្ចឹងទៅណាអញ្ចឹងលក្ខណៈរបស់វាឆ្លាតវៃហ្នឹងវាឆ្លាតយ៉ាងម៉េចអញ្ចឹងយើងមើលអានេះគឺជា shape ដែរណាគ្រាន់តែវាកើតឡើងពី smart art ហ្នឹងយកមកគុំបញ្ចូលគ្នាណាបាទគូដូរ color បន្តិចទៅឲ្យមើលរៀងស្អាតណាបាទអញ្ចឹងនៅពេលដែលយើងចង់ធ្វើការបង្កើតកន្លែងនេះមួយទៀតនេះកន្លែងអនុប្រធាននេះមួយទៀតយើងគ្រាន់តែចុច enter នៅត្រង់ទីតាំងហ្នឹងមកអញ្ចឹងវាបង្កើតឡើងដោយស្វ័យប្រវត្តិតែម្ដងកន្លែងកូនចៅនេះយ៉ាងណាអញ្ចឹងយើងមិនចាំបាច់ធ្វើការគូ shape ទេហើយអក្សរដូចគ្នាដែរគឺយើងសរសេរនៅក្នុងនេះនៅក្នុងផ្ទាំងគេហៅថា type your text here ណាសរសេរអក្សរក្នុងហ្នឹងមកនៅក្នុងប្រអប់ text box នេះគឺវា generate ដោយស្វ័យប្រវត្តិតែម្ដងវាបង្កើតឲ្យយើងដោយស្វ័យប្រវត្តិអញ្ចឹងយើងអាចសរសេរនៅក្នុងនេះក៏បានបាទសរសេរ direct នៅក្នុងនេះតែម្ដងក៏បានឬក៏យើងសរសេរនៅកន្លែង type your text here នេះក៏បានដែរបាទបាទអញ្ចឹងអានេះជាលក្ខណៈរបស់ smart art ណាបាទហើយអ្វីដែលគ្រូចង់រំលេចមួយទៀតនោះគឺនៅពេលដែលអ្នកនរអគ្នាបង្កើតឡើងដំបូងយើងអាចធ្វើការទាញវាចល័តចុះឡើងទេណាវាដូចរូបភាពដែរអញ្ចឹងអ្នកនរអគ្នាដើម្បីចល័តបានគឺយើងម៉ៅស្ដាំទៅលើវាមកយើងយក wrap text បាទអញ្ចឹងយើងអាចយកជាទម្រង់ behind ឬក៏ in front អញ្ចឹងយើងអាចចាប់ទាញអញ្ចឹងមកណាបាទឃើញទេបាទអញ្ចឹងអានេះគឺជាការរំលឹកមេរៀនចាស់របស់យើងទេអញ្ចឹងអ្វីដែលយើងត្រូវសិក្សាបន្តនៅថ្ងៃនេះគឺយើងសិក្សាចំនួន4ចំណុចបន្តទៀតណាបាទ4ចំណុចបន្តទៀតប៉ុន្តែមុននឹងសិក្សាហ្នឹងអ្នកនរគ្រូចង់ឲ្យអ្នកនរគ្នាមើលរូបភាពនេះសិនណាអញ្ចឹងរូបភាពនេះមានចំនួនទាំងអស់3ផ្ទាំងជារូបភាពស្លឹកកិច្ចការងារមួយអញ្ចឹងអ្វីដែលគ្រូចង់ឲ្យអ្នកនរគ្នាសង្កេតមើលនៅកន្លែង
highlight ក្រហមនេះក៏គ្នាមើលសន្លឹកកិច្ចការងារនេះគឺមានhighlight ខាងលើនេះដូចគ្នាណាដូចគ្នាបែបបាត់ខាងលើខាងក្រោមហ្នឹងបាទនេះគ្រូចង់ឲ្យមើលសន្លឹកទី1និងសន្លឹកទី2នេះបាទអញ្ចឹងខាងក្រោមនេះខាងលើនេះគឺគេដាក់មុខវិជ្ជាកុំព្យូទ័រ Python បទពិសោធន៍ផ្ដើមចេញពីការអនុវត្តអានេះក៏អញ្ចឹងដែរដូចគ្នាអានេះដូចគ្នាដែរបាទអញ្ចឹងមានន័យថាអាហ្នឹងខាងលើនេះគេឲ្យឈ្មោះថា header គឺជាក្បាលទំព័រខាងក្រោមនេះគឺ footer នេះគឺជើងទំព័រណាអញ្ចឹងនៅក្នុង header និង footer ហ្នឹងគឺអ្នកដែលគាត់ផលិតអ្នកដែលសរសេរនៅឯកសារនោះគាត់ចង់បង្ហាញនៅព័ត៌មានមួយចំនួនទៅតាមអ្វីដែលគាត់ចង់បង្ហាញណាបាទអញ្ចឹងទាំងអស់នេះគឺយើងនឹងសិក្សានៅមេរៀននៅថ្ងៃនេះណាបាទគឺយើងសិក្សាអំពីការប្រើប្រាស់ header និង footer ហ្នឹងសិក្សាអំពី page number សិក្សាអំពី word art ហើយនិង drop tab បាទអញ្ចឹងយើងចូលដល់ចំណុចទី 20.1 ដែលយើងនឹងសិក្សាអំពី header និង footer តើស្អីទៅជា header ស្អីទៅជា footer ណាបាទអញ្ចឹងយើងមើលនៅក្នុងខ្លឹមសារនេះគេថា header ឬក៏ក្បាលទំព័រហ្នឹងគឺជាផ្នែកមួយដែលស្ថិតនៅខាងលើបង្អស់នៃទំព័រនីមួយៗគេច្រើនប្រើវាសម្រាប់ដាក់ចំណងជើងសៀវភៅឯកសារឈ្មោះចម្ពោះ logo ក្រុមហ៊ុនឬក៏ឈ្មោះអ្នកនិពន្ធជាដើមអាហ្នឹងសម្រាប់ header ណានេះ header ណាក្បាលខាងលើនេះបាទហើយជាទូទៅបើយើងចង់ស្អាតគឺយើងប្រើប្រាស់បន្ទាត់នឹងពាត់ពីខាងក្រោមដើម្បីបង្ហាញថាអញ្ចឹងមួយកណាត់ចន្លោះពីចន្លោះកដាលនេះគឺសម្រាប់ខ្លឹមសារមេរៀនហើយមួយកណាត់ពីបន្ទាត់នឹងទៅលើគឺជា header ហើយមួយកណាត់បន្ទាត់ចុះមកក្រោមគឺជា footer ឬគឺជាជើងទំព័រអញ្ចឹងទៅណាបាទអញ្ចឹង footer គឺជាផ្នែកមួយដែលស្ថិតនៅក្រោមគេបង្អស់នៃទំព័រនីមួយៗគេច្រើនប្រើវាសម្រាប់ដាក់លេខទំព័រការបរិច្ឆេទឬក៏ព័ត៌មានទំនាក់ទំនងបាទនេះអូខេមានឈ្មោះអ្នកនិពន្ធមានលេខទូរស័ព្ទទំនាក់ទំនងលេខទំព័រអីចឹងទៅណាបាទចំណុចពិសេសនៅពេលដែលយើងវាអត្ថបទដាក់រូបភាពនៅក្នុង header ឬ footer ដាក់តែម្ដងវានឹងបង្ហាញគ្រប់ទំព័រទាំងអស់នៃឯកសារដោយស្វ័យប្រវត្តិដោយអ្នកមិនចាំបាច់ទៅបង្កើតទំព័រនីមួយៗទេបាទអញ្ចឹងនៅពេលដែលយើងមាន20ទំព័រយើងដាក់នៅក្នុងទំព័រទី1ឬក៏ទំព័រណាមួយក៏បានដែរឲ្យតែយើង insert ចូលមកអញ្ចឹងទំព័រដទៃទៀតគឺវានឹងចាប់ដូចគ្នាដោយស្វ័យប្រវត្តិតែម្ដងបាទអញ្ចឹងយើងមើលរបៀបដាក់ក្បាលទំព័រហើយនឹងរបៀបដាក់ជើងទំព័រហ្នឹងតែយើងដាក់របៀបម៉េចណាអញ្ចឹងក្បាលទំព័រយើងចូលទៅកាន់ menu insert ចុចទៅលើ header បាទ insert យក header ណាអញ្ចឹងវាមាន template ស្រាប់បើសិនបើអ្នកទាំងអស់គ្នាត្រូវការ template របស់គេចុចយក template ហ្នឹងទៅយកអាហ្នឹងទៅប្រើទៅណាយើងកែកុនទៅហើយបើយើងមិនយក template របស់គេទេយើងអាចចុច edit header ណាហើយបន្ទាប់មកយើងវាយអក្សរទៅតាមអ្វីដែលយើងចង់បានមកណាអញ្ចឹងអក្សរដែលយើងវាយចង់បានយើងដាក់ស្អីនៅក្នុងហ្នឹងអញ្ចឹងគឺយើងដាក់បើ header យើងអាចដាក់ចំណងជើងសៀវភៅឈ្មោះចម្ពោះ logo ក្រុមហ៊ុនឬឈ្មោះអ្នកនិពន្ធនេះជាដើមហ្នឹងទៅណាបាទហើយជើងទំព័រក៏ដូចគ្នាដែរគឺយើង insert ដូចគ្នាហើយយើងយក footer អញ្ចឹងកន្លែងនេះដូចគ្នាណាយើងអាចរើសយក template របស់គេឬក៏យើងប្រើប្រាស់ edit footer មកណាបាទហើយយើងវាអក្សរដែលយើងចង់បាននោះជាការស្រេចបាទឥឡូវយើងចូលទៅអនុវត្តជាក់ស្ដែងសិនណាអញ្ចឹងយើងបើកកម្មវិធី Word របស់យើងមកបាទទោះណាបាទអញ្ចឹងដើម្បីធ្វើការដាក់នៅ header ទី1គឺយើងចូលទៅកាន់ menu insert បន្តមកទៀតយើងចូលទៅកន្លែង tool មួយដែលមានឈ្មោះថា header ណាអញ្ចឹងនៅក្នុងនេះពេលដែលយើងរើស header គឺវាមាន template មួយចំនួនដែលយើងស្រាប់បើយើងចង់បានគំរូរបស់គេនេះយកទៅប្រើយើងយកអាហ្នឹងទៅយើងចុចទៅលើគំរូហ្នឹងមួយទៅណាហើយបើករណីយើងមិនចង់បានទេយើងចុចទៅលើ edit header បាទយើងចុច edit header មកអញ្ចឹងវានឹងបង្ហាញកន្លែងដែលយើងត្រូវធ្វើការសរសេរអក្សរហ្នឹងបាទអញ្ចឹងយើងអាចដាក់ទៅឥឡូវយើងដាក់ថាវិចបព្រះនរោត្តម ទីហមុនី
បាទអញ្ចឹងលោកគ្រូធ្វើការបដូរពុំអក្សរវិញលោកគ្រូយកតែ11បានហើយកុំឲ្យធំពេកឬក៏10ទៅបានហើយណាអាហ្នឹងជាទូទៅគេគាត់តែ10អីទេហើយយើងដាក់ពុំកន្ទុំរុយណាហើយយើងដូរពណ៌ដូរអីទៅបន្តមកទៀតយើងអាចធ្វើការបញ្ចូល logo ណាយើងអាច insert លោកគ្រូទៅយក logo ពីក្នុងកុំព្យូទ័ររបស់យើងណាមាន logo ក្នុងនេះបាទ logo របស់សាលាយើងអញ្ចឹងដោយសារ logo នោះវាធំពេកបាទអញ្ចឹងយើងត្រូវកំណត់ទី1គឺដាក់វា in front ឬក៏ behind ដើម្បីយើងងាយច្រឡាត់បាទអញ្ចឹងយើងទាញទូចមកបាទអក្សរយើងទៅណាបាត់ហើយណាបាទអញ្ចឹងដោយសារយើងដាក់ជាន់ពីលើអក្សរអញ្ចឹងយើងកុំឲ្យ select អញ្ចឹងកាលណាដាក់ select វារូបហ្នឹង refresh ទៅលើអក្សរហ្នឹងតែម្ដងអញ្ចឹងយើងដក cursor យើងឲ្យ load ប៉ក់អញ្ចឹងសិនណា insert picture បាទចុចលើរូបភាពមកអញ្ចឹងរូបហ្នឹងឥឡូវហ្នឹងវាមានលក្ខណៈ inline យើងអត់ស្រួលក្នុងការច្រឡាត់ទេ inline មានថាវានៅជួរជាមួយនឹងអក្សរណាបាទអញ្ចឹងបើយើងបរួមមកទូចទៅវាប្រកាសជានៅជួរជាមួយនឹងអក្សរមួយជួរអញ្ចឹងអញ្ចឹងយើងធ្វើការដាក់វាជា in front ឬក៏ behind អញ្ចឹងគ្រូដាក់ជា behind ចុះណាបាទ behind មានថានៅពីក្រោយណានៅក្រោយអក្សរចេះបាទអញ្ចឹងគ្រូចុច tab ទៅដើម្បីអក្សរយើងរត់ទៅមុខបន្តិចណាអញ្ចឹងអានេះយើងករណីវាធំពេកយើងបរួមតិចទៀតមកណាតមកទៀតអ្វីដែលយើងចង់ដាក់គឺគ្រូចង់ដាក់ចង់ដាក់បន្ទាត់ណាបាទចង់ដាក់បន្ទាត់ឲ្យដូចគេនេះឥឡូវគ្រូទៅរកមើល slide របស់យើងសិននេះអាបន្ទាត់នេះបាទការដាក់បន្ទាត់នឹងមានច្រើនរបៀបណាទី1គឺយើងអាចដាក់ជាលក្ខណៈ shape យក shape មកគូលក្ខណៈទី2គឺយើងប្រើប្រាស់ border នេះបាទអញ្ចឹងយើងអាចជ្រើស border ណាមួយអញ្ចឹងករណីនេះគឺយើងដាក់ពីក្រោមអក្សរកាលណាដាក់ពីក្រោមអក្សរគឺយើងយក bottom ណា bottom គឺពីខាងក្រោមហើយបើករណីយើងចង់ដាក់ពីលើយើងដាក់ top មកណាវាទៅពីលើអក្សរអញ្ចឹងគ្រូយកជា bottom សិនណាអញ្ចឹងឃើញថាអានេះរបស់យើងវានៅរៀងខ្ពស់ពេកបាទអញ្ចឹងយើងអាចធ្វើការបរួម logo របស់យើងឲ្យវាសមល្មមជាមួយនឹង header របស់យើងអញ្ចឹងយើង select អត់បានយើងយក select object មកដើម្បីចុចទៅលើរូបភាពនោះហើយយើងបរួមណាអញ្ចឹងពាក់ព័ន្ធទៅនឹង border នេះអ្នកទាំងអស់គ្នាអាចធ្វើការផ្លាស់ប្ដូរទំហំរបស់វាបានដែលយើងចុចទៅលើ border and shading នេះបាទអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចង់បានធំជាងហ្នឹងយើងរើសកន្លែង width នេះបាទដាក់ទំហំវិញធំតិចមកហើយអាចដាក់ពណ៌បានណាผมចង់ទៅការពណ៌ខៀវឬពណ៌ក្រហមឧទាហរណ៍អញ្ចឹងទៅហើយអានេះយើងចុចកន្លែងហ្នឹងម្ដងទៀតមកណាចុចកន្លែងនេះខាងក្រោមវាអូខេមកទូបានពណ៌ក្រហមហើយណាបាទហើយករណីអានេះ margin វាខ្ពស់ពេកយើងចង់បន្ថយវាយើងអាចមកបន្ថយកន្លែង header ក្រោម top អញ្ចឹងយើងអាចបរួមអានេះបរិចណារុញវាទៅក្រោមឬក៏ឡើងទៅលើអញ្ចឹងទៅណាបាទអានេះអាស្រ័យលើយើងទេយើងចង់បានប៉ុណ្ណាយើងយកប៉ុណ្ណឹងមកណាបាទអញ្ចឹងចំហៀងខាងនេះលោកគ្រូចុច tab មកលោកគ្រូសរសេរដាក់ឆ្នាំឧទាហរណ៍ណាចង់ដាក់ឆ្នាំអញ្ចឹងណាឆ្នាំ2026អញ្ចឹងទៅអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងដាក់ footer ប៉ុន្តែមុននឹងដាក់ footer យើងមើលសិនណាយើងចុច close នេះដើម្បីចាក់ចេញពី header ហ្នឹងបាទអញ្ចឹងលោកគ្រូធ្វើការបរួមបន្តិចហើយពេលដែលយើង close វាយើងចាក់ចេញយើង cursor យើងមកនៅក្នុងទីតាំងតួកន្លែងដែលយើងត្រូវធ្វើអក្សរហ្នឹងហើយយើងចុច control enter ដើម្បីចូលទៅទំព័រទី2ណានៅពេលដែលយើងចូលទៅកាន់ទំព័រទី2យើងឃើញថា select ទី2វាបង្កើតក្បាលអា header ហ្នឹងដោយស្វ័យប្រវត្តិតែម្ដងឃើញទេនៅពេលដែលគ្រូចូលទៅទំព័រទី3ចុច control enter ទៀតបំបែកទំព័រទៅទំព័រទី3អាហ្នឹងគឺមានដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងអា header ហ្នឹងលក្ខណៈនៃការប្រើប្រាស់វិញគឺវាចំណេញអញ្ចឹងណាគឺយើងបង្កើតតែមួយទេវានឹងរត់ទៅតាមគ្រប់ទំព័រតែម្ដងបាទអញ្ចឹងយើងចូលទៅកាន់ footer ម្ដងណា footer គឺយើងចូលទៅកាន់ menu insert យើងចូលទៅកាន់ footer បាទអញ្ចឹងយើងអាចយក edit footer ឬក៏រើស template របស់គេ
và lấy cú trong rớt template bọc kia mà prà mà đòn chân cũng ru với đôi đặc biệt thế chân cú chọn từ lừa template này đã Sri cả lầm nó mình bảy chữ bảy nhé và chọn cho năng máu chân nơi lừa cái này ní cứ viên miền và hai nơi tụm rung template bọc kia để kịp bàn riệp tròn màu nắng chân dương ai thì cá xe so trâu không nằng đấy chứ những ai than lấy từ từ nổ lấy cái đã lấy tụ sắp thì lần máu con trai của môi bị bay buồn from môi pa lần tới đấy này của đặt cà đấy cái này của đặt tôm bò đấy tôm bò tì tì mà lần tới đấy chẳng những đầu tôm hùm mà sò máu rồi vô mẹ vô cái tôm rồi từ đáy vô đọp chân lại cái nạ vía cứ mình copy header mà thế cứ những ai ta border vía cứ những đặc biệt từ hàng lử đấy mà chân cái này cái gì vô top đòn đó và vô top hai cạnh đây là so dương vì mình là cái nạ bài ní cứ những ai cả này là vì một kia cái này chỉ muốn nó phun thờ này và cho những ai cái này tròn lại nặng bàn và chẳng lẽ cái nặng mũi tiết này đó này ai chả xây này đưa shape bởi cả này thấy mưa tới so này việc kia anh ấy việc sơ thế nhưng vô shape mà cùm á nhưng cứ nhưng pra thách bon này so e nắng vô mà xây mà nó đặt cái này nè đây dương chọn đặt từ tam thì tầm rơi ca bao dương và chẳng cụ vô so nó mà đặt pha châu không thì máu chả ní ai những ai lúc chào bạn đấy lấy vụ cục biển này mũi tiết lục để chào lấy và chính vì đã shape dương trầu mà đấy ai dương đọc fill đọc outline về tranh chữ và fill chứ dương vô no fill outline chỉ dương vô no outline chẳng dương hỏi lại miền này là tranh và chẳng dương ai thì cả chập tiền vì màu copy mà là copy vía control C control V đấy chẳng dương pack mùi tiệt vào trầu máu Windows V pack tầm po này dương chọn bàn là tầm po tụm po tì dân đầu bùm so của tụm rối kiểu đọc dân đã mặc hàng đàm máu chân lại ní đâm bay ao xếp từng pi ní vì miền lại cái nạ smile thứ ní cứ dương pra chỉ mùi nâng select pen và chân cụ select lơ tách bọc tiếng pi nè mà hơi là cụ tầm râm từ hàng lơ ở việt smile này chân đâm bay tầm râm bán cứ dương trôi từ can láng và dương vô top cứ ca tầm râm từ hàng lơ đấy và màu ấy top và màu này và cái hàng lơ nó smile này ấy chân dương châu từ mưa tầm po tên xây tiết chân đã bay chạy tranh vì phụ thớ cứ dương select từ lơ header này hơi nè đó nó cho từ lơ clock máu viên chạy tranh nhé và chân dương bật ở đây chào dần đấy và dân dương từ lọp màu cái này nên dân dương mưa đấy nơi không phụ thơ đấy group tầm po đó vì bằng ca lang đời file của bot time đó dân anh ấy cứ chia ca bằng ca header phụ thơ thạ với nhau bảo viết cái dân bằng ca muối cứ group tầm po cứ vì miền là nâng tam đời file của bot time đó lấy dân châu đo chùm nó trong kháo ấy cứ dương gì ông ca lúc vì mà đó đấy làm bay remove với tránh ta dân thời thường mạch lấy lúc tu thực ca lúc từ lứa header đám bay theo ca lúc từ lứa header cứ mình bị bạ thế mà cứ dương châu từ can mình nói insert là crew vô bịa thà header chẳng được cái này vì miền bịa thà remove header đấy bản chẳng người ta nói cho từ lứa bịa thà remove header mà chẳng header nó viên đừng lục chào đem đó so object ấy phần tái nơi trong border nó việc đo ao thì đấy chẳng nằm bay đo vía dương châu tự đo phòng đà màu nó dương dốt no border chẳng pe châu no border nó cứ dương thử trăm thay dương thử show từ lơ ti tăng năng sân đấy lấy nó dương nơi cái này ti tăng tua thì mình men ti tăng và bỏ header thì chẳng nằm bay châu từ can ti tăng header dương insert và dương châu từ can header cho từ lơ header đem đồ máu hay dương vô edit header máu chẳng cái này nó dương châu từ can home dương đọc lại ní no header no border chắc hỏi và anh ấy đôi khi đây bây giờ chọn đọc cái dương đỏ trần đấy và
chẳng lẽ cái này cái remove header cứ chẳng hai bẹ pon cái remove footer cái đôi khi này mình phải bạn đấy nên tao nên select châu mà can ti tăng footer máu dừng châu màu insert footer hay dừng vô bị thà remove footer chẳng ở hai đấy và chẳng gu tập lập mà khôi với nhá ở trong remove đấy còn là hai là biết remove cứ chẳng đấy và chẳng thôi mà coi mà tăng tiết tầm bay vô header vô màu vinh ấy và chẳng đi cái chia video thì muối bẹ pon từ nâng cao bằng cao header và cái này cả điệp trong header nắng mùi tiết cứ cả bằng cả footer hay là cả lục đấy và thằng header thằng footer cả lục trong video này cứ chọc tại vấn này dương đừng chụp như và to tiết nơi video tí pi đấy và